ជីវិតអើយជីវិតហេតុអ្វីត្រូវដឹងចិត្តគិតពីរឿងស្នេហាកើតមកគ្មានមនុស្សសេចចេតនាតើល្អយ៉ាងណាទៅគ្រប់យ៉ាងនឹងមិនឈឺចាប់រត់មិនអាចដាក់អារម្មណ៍ស្រឡាញ់ជ្រាលជ្រៅហើយក៏មិនចាំបាច់យំស្រែកហៅអតីតថ្កាលឲ្យត្រឡប់មនុស្សស្មោះមានប៉ុន្មានអ្នកមិនដេចខ្ញុំឆ្វាក់តែស្រីចិត្តកាកៃឃើញខ្ញុំស្លូតរឹតបានដៃបដូរស្នេហ៍ពី3ឡើងដល់10ស្រីស្មងលើលោកនេះមានម្នាក់សម្រាប់ខ្ញុំឬអត់បើមានសុំស្គាល់មុខផងតើបានទេខ្ញុំចង់ភ្ជាប់និស្ស័យម្នាក់នោះនៅឯណាថ្ងៃណាបង្ហាញមុខរើចាំដល់ខ្ញុំស្លាប់បាត់ខ្លួនពីផែនដីទើបអ្នកដាច់ចិត្តព្រមលេចមុខឬចាំដល់ជាតិថ្មីតើបានប្រយោជន៍អីបើខ្ញុំត្រូវការអ្នកជាតិនឹងចាំមនុស្សមិនស្គាល់មុខបំពេញនៃជីវិតដល់ហត់ក៏ខូចចិត្តតែចាក់ដោតដល់ឆ្អឹងសង្ឃឹមថាគេអាចកែខៃបដូររសជាតិមួយនឹងទៅជាស្នាមញញឹមមិនមែនស្នាមឈឺចាប់ដូចពេលស្គាល់អ្នកមុនឡើហេតុអ្វីត្រូវដឹងចិត្តគិតពីរឿងស្នេហាកើតមកគ្មានមនុស្សសេចចេតនាតើល្អយ៉ាងណាទៅគ្រប់យ៉ាងនឹងមិនឈឺចាប់រត់មិនអាចដាក់អារម្មណ៍ស្រឡាញ់ជ្រាលជ្រៅហើយក៏មិនចាំបាច់យំស្រែកហៅអតីតថ្កាលឲ្យត្រឡប់មនុស្សស្មោះមានប៉ុន្មានមិនដេចខ្ញុំឆ្វាក់តែស្រីចិត្តកាកៃឃើញខ្ញុំស្លូតរឹតបានដៃបដូរស្នេហ៍ពី3ឡើងដល់10ស្រីស្មងលើលោកនេះមានម្នាក់សម្រាប់ខ្ញុំឬអត់បើសិនមានសុខស្គាល់មុខផងតើបានទេខ្ញុំចង់ភ្ជាប់និស្ស័យស្លាប់បាត់ខ្លួនពីផែនដីទើបអ្នកដាច់ចិត្តព្រមលេចមុខឬចាំដល់ជាតិថ្មីតើបានប្រយោជន៍អីបើខ្ញុំត្រូវការអ្នកជាតិនឹងចាំមនុស្សមិនស្គាល់មុខបំពេញនៃជីវិតដល់ហត់ក៏ខូចចិត្តតែចាក់ដោតដល់ឆ្អឹងសង្ឃឹមថាគេអាចកែខៃបដូររសជាតិមួយនឹងទៅជាស្នាមញញឹមមិនមែនស្នាមឈឺចាប់នោះទេក៏នៅតែពេញចិត្តចា